ជំរាបសួរការិយាល័យគាំទ្រអប់រំទីក្រុងអេកសាននៃខេត្តជួនបុកនឹងបានរៀបចំផលិតវីដេអូការទំនាក់ទំនងក្នុងសាលាដើម្បីជួយឲ្យឪពុកម្ដាយក្នុងគ្រួសារភវធម៌ក្នុងយល់ដឹងអំពីប្រព័ន្ធអប់រំសាលាកូរ៉េបានងាយស្រួលនិងអាចចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសាលារបស់កូនបានកាន់តែប្រសើរវីដេអូនេះណែនាំអំពីវិធីប្រើប្រាស់និងនីតិវិធីចូលដំណើរការឯកសារសម្ភារៈយល់ដឹងអំពីការអប់រំនៅសាលាសម្រាប់ឪពុកម្ដាយគ្រួសារវប្បធម៌ឆ្នាំ2025ដែលត្រូវបានបង្កើតដោយក្រសួងអប់រំខេត្តជួនបុកឯកសារគឺសិទ្ធិស្ដីពីការយល់ដឹងអំពីការអប់រំនៅសាលាសម្រាប់ឪពុកម្ដាយគ្រួសារវប្បធម៌ឆ្នាំ2025គឺជាសៀវភៅណែនាំដែលបានពន្យល់អំពីប្រព័ន្ធនិងសកម្មភាពនៅសាលាកូរ៉េចាប់ពីសាលាធំសិក្សារហូតដល់វិទ្យាល័យប្រកបដោយភាពងាយស្រួលយល់ដឹងនិងច្បាស់លាស់ឯកសារនេះមានផ្ទុកនូវខ្លឹមសារសំខាន់ទាំងអស់នៃសកម្មភាពនៅសាលារួមមានប្រតិបត្តិថ្នាក់និងឈ្មោះកម្មវិធីសិក្សាព្រឹត្តិការណ៍សាលាសកម្មភាពពេលក្រោយម៉ោងសិក្សាការប្រឹក្សាយោបល់និងវិធីសាស្ត្រចូលរួមរបស់ឪពុកម្ដាយផងដែរលើសពីនេះទៅទៀតនោះត្រូវបានបកប្រែជាភាសាជាច្រើនដូចជាអង់គ្លេសភាសាចិនភាសាវៀតណាមនិងភាសាភីលីភីនផងដែរដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលក្នុងការយល់បានទោះបីជាភាសាខុសគ្នាក៏ដោយអ្នកអាចទាញយកឯកសារនីមួយនេះតាមរយៈខលកូដឬតាមដំភ្ជាប់នៅក្នុងអត្ថបទសាលានីមួយបានជូនដំណឹងអំពីព័ត៌មានទាក់ទងនឹងការអប់រំនៅសាលាតាមរយៈសេចក្តីប្រកាសនៅលើគេហទំព័ររបស់សាលាសម្រាប់ឪពុកម្ដាយដែលពិបាកក្នុងការអានឯកសារភាសាកូរ៉េយើងក៏នឹងណែនាំពីវិធីប្រើប្រាស់គីមុខងាររបកប្រែក៏ដែលអាចប្រើបានយ៉ាងងាយស្រួលលើកុំព្យូទ័រនិងទូរស័ព្ទដៃផងដែរដំបូងសូមពិនិត្យមើលវិធីប្រើជ្រុំលើកុំព្យូទ័រចុចលើសញ្ញាចំណុច3នៅខាងលើភាគខាងស្ដាំនៃអេក្រង់ហើយជ្រើសការកំណត់ Setting បន្ទាប់មកចូលទៅកាន់ផ្នែកភាសា Languageរំកិលចុះក្រោមបំផុតនៃអេក្រង់ជាចុងក្រោយអ្នកនឹងឃើញគឺ Google Translate រំកិលចុះក្រោមបំផុតនៃអេក្រង់ជាចុងក្រោយអ្នកនឹងឃើញគឺ Google Translate ដើម្បីអាចប្រើមុខងាររបកប្រែបាននៅពេលចូលទៅកាន់គេហទំព័ររបស់សាលាអ្នកអាចប្រើមុខងាររបកប្រែជាភាសាដែលអ្នកចង់បាននៅលើផ្ទៃគេហទំព័រដែលទេសូមចុចស្ដាំទៅលើ Mouse អ្នកនឹងឃើញជម្រើសបកប្រែទៅភាសាដែលមានទាំងអស់ការប្រកាសនិងឯកសារមើលជាមុនក៏អាចត្រូវបានបកប្រែនិងពិនិត្យតាមរបៀបដូចគ្នាផងដែរដោយសារតែវាជាការបកប្រែដោយម៉ាស៊ីនវាអាចមានប្រយោគឆ្គងប៉ុន្តែវានឹងគ្រប់គ្រាន់ដើម្បីយកខ្លឹមសារនេះជារបៀបប្រើកម្មវិធីជ្រុំនៅលើទូរស័ព្ទដដែលរបស់អ្នកជ្រើសរើសការកំណត់ពីមើលនុយចំណុច3នៅជ្រុងខាងស្ដាំនៃភាគខាងលើបន្ទាប់មកជ្រើសរើសភាសាដើម្បីកំណត់ភាសាដែលអ្នកចង់បាននៅពេលអ្នកចូលទៅកាន់គេហទំព័ររបស់សាលាអ្នកអាចប្រើមុខងាររបកប្រែដូចនៅលើកុំព្យូទ័របានដែរអ្នកអាចពិនិត្យមើលព័ត៌មានដែលអ្នកត្រូវការបានយ៉ាងងាយស្រួលនៅពេលណាក៏បានប្រសិនបើអ្នកចង់មើលឯកសារកូរ៉េជាភាសាផ្សេងហើយស្ដាប់ខ្លឹមសារដែលបានបកប្រែនោះមកស្ដាប់ជាសំឡេងវាកាន់តែងាយស្រួលក្នុងការប្រើកម្មវិធីរុករក HGនៅពេលអ្នកបើកកម្មវិធីរុករក HG ហើយចូលទៅកាន់គេហទំព័ររបស់សាលាបង្អួចណែនាំការបកប្រែនឹងលេចឡើងនៅផ្នែកខាងលើជ្រើសរើសភាសាដែលអ្នកចង់បាននៅទីនេះហើយវានឹងត្រូវបានបកប្រែភ្លាមប្រសិនបើផ្ទាំងបកប្រែមើលមិនឃើញអ្នកអាចជ្រើសរើសវាដោយដៃដោយចុចលើរូបតំណាងបកប្រែនៅផ្នែកខាងស្ដាំនៃរបារអាសយដ្ឋានគុណសម្បត្តិធំបំផុតរបស់ HG គឺមុខងារបម្លែងសំឡេងទៅជាការនិយាយដែលអានខ្លឹមសារបកប្រែដូចដែលមានអ្នកបកប្រែផ្ទាល់មាត់អញ្ចឹងដែរអ្នកអាចស្ដាប់អត្ថបទនៅលើអេក្រង់អានសំឡេងនិងជាភាសាដែលអ្នកជ្រើសរើសដោយជ្រើសរើសសូមអានឲ្យពីមើលនុយដែលមានចំណុច3នៅជ្រុងខាងស្ដាំនៃផ្នែកខាងលើនេះមានប្រយោជន៍ជាពិសេសសម្រាប់ឪពុកម្ដាយដែលមានការលំបាកក្នុងការអានអក្សរនៃការជូនដំណឹងឬឯកសារវែងសូម្បីតែពេលអ្នកបើកឯកសារភាពឬមើលជាមុនក៏ដោយអ្នកអាចស្ដាប់ខ្លឹមសារដែលបានបកប្រែជាសំឡេងដោយចុចការអាននៅផ្នែកខាងលើ 11:8 thứ bảy 10 giờ sáng 4 giờ chiều អ្វីដែលធ្វើឲ្យកម្មវិធីនេះខុសប្លែកពីជ្រុំនោះគឺកម្មវិធីអនុញ្ញាតឲ្យអ្នកប្រើមុខងាររបកប្រែជាអក្សរនិងអានសំឡេងបានរួមគ្នាឪពុកម្ដាយអាចពិនិត្យនិងយល់ដោយផ្ទាល់អំពីការណែនាំនិងការជូនដំណឹងដែលកូនរបស់ពួកគេទទួលបានđơn vị tổ chức phòng giáo dục tài năng sáng tạo của văn phòng giáo dục tỉnh tự trị đặc biệt VNPUG ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍មិនស្រួលឬព្រួយបារម្ភអំពីភាសាឥឡូវនេះបច្ចេកវិទ្យាអាចជួយអ្នកឲ្យយល់បានពេលឪពុកម្ដាយដើរមួយជំហានក្តីប្រាថ្នារបស់បច្ចេកវិទ្យានឹងជួយជំហានបន្ទាប់
ឥឡូវនេះវានឹងកាន់តែងាយស្រួលក្នុងការតាមដានសកម្មភាពនៅសាលារៀនរបស់កូនអ្នកនឹងកាន់តែរីកចម្រើនជាមួយពួកគេការិយាល័យគាំទ្រអប់រំទីក្រុងអេកសាននៃខេត្តជន់បុកនឹងបន្តការគាំទ្រអ្នកដើម្បីធានាថាឪពុកម្ដាយទាំងអស់អាចចូលរួមក្នុងការអប់រំនៅសាលាដោយគ្មានការរើសអើង។